បាទសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel SN New Home ថ្ងៃនេះដែរខ្ញុំមានវីដេអូមួយចង់បង្ហាញដល់បងប្អូនដែលមានបំណងចង់សាងសង់ផ្ទះលក្ខណៈជាផ្ទះល្វែងអាចមើលវីដេអូនេះបានបាទផ្ទះនេះដែរមានទទឹង5ម៉ែត្រកន្លះចំណែកបណ្ដោយតួផ្ទះ14ម៉ែត្រកន្លះបូកជាមួយនឹងចង្ក្រានបាយ4ម៉ែត្រទៀតគឺ18ម៉ែត្រកន្លះចាប់ពីវេរ៉ុងដាខាងមុខនេះបាទផ្ទះនេះដែរគឺមានម៉ូដខាងមុខវាជាលក្ខណៈជាផ្ទះល្វែងប៉ុន្តែម៉ូដខាងមុខគឺស្រស់ស្អាតបងប្អូនមានសសរមូល2ដើមអមជាមួយសសរជ្រុងទាំងសងខាងចំណែកជ្រីវិញបងប្អូនគឺម៉ូដជ្រីគឺស្អាតមានទាំងបិទថ្មពកសងខាងទាំងលើក្បាលសសរនិងខាងក្រោមចំណែកខាងមុខនេះគឺយើងប្រើជាទ្វារដែកមានកញ្ចក់ជាទ្វារបត់ហើយខាងមុខនេះមានបង្អួចជាលក្ខណៈបង្អួចងាប់ដើម្បីឲ្យជាន់ខាងលើនេះមានពន្លឺឥឡូវយើងមើលជុំវិញសិនទៅនេះជាក្រានបាយចំណែកនេះគឺដំបូលនេះគឺប្រើជាក្បឿងជ័រលក្ខណៈកាឡាក្បឿងយើងប្រើក្បឿងជ័របងប្អូនខាងក្រោយនេះមានទ្វារច្រកចេញមកក្រៅមកចំហៀងសម្រាប់ខាងក្រោយនេះយើងមានបង្អួចមួយសម្រាប់ជាក្រានបាយខាងនេះយើងមានបង្អួចមួយដែរបាទអាចមើលបានបងប្អូនមើលជុំវិញហ្នឹងតាវាជាលក្ខណៈផ្ទះល្វែងបងប្អូនប៉ុន្តែម៉ូដគឺស្អាតម៉ូដគឺមិនមែនផ្ទះល្វែងធម្មតាបងប្អូនខាងលើនេះគេរៀបជាឥដ្ឋកន្សែងខាងលើនេះហើយនេះគឺគម្របជណ្ដើរប្រត់ជាស័ង្កសីឬក៏ចាក់ប្លង់សេក្រោបពីលើក៏បានមានទ្វារចេញមកក្រៅមកខាងលើនេះគឺមានបង្កាន់ដៃយើងអាចដាក់ជាបង្កាន់ដៃកូនក្រឡឹងថ្មឬក៏ជាបង្កាន់ដៃដែកក៏បានឬក៏យកម៉ូដនេះក៏បានបងប្អូនគេចាប់ជ្រីបន្ទះក្តារមានបិទថ្មពកអីចេះក៏ស្អាតម្យ៉ាងដែរបងប្អូនឥឡូវសូមនាំបងប្អូនចូលទៅមើលផ្នែកខាងក្នុងម្ដងយើងមើលពីជាន់ទី1ទៅបាទបងប្អូននេះជាន់ទី1ឥឡូវយើងចូលមកដល់ផ្នែកខាងក្នុងជាន់ទី1យើងចូលតាមច្រកទ្វារខាងមុខនេះមកយើងមានកន្លែងទទួលភ្ញៀវមួយយើងមានបន្ទប់គេងមួយចូលមកខាងក្រោយទៀតយើងមានជណ្ដើរឡើងទៅជាន់ខាងលើបន្ទាប់មកយើងមានទ្វារមកចង្ក្រានបាយនេះចង្ក្រានបាយបងប្អូនផ្ទះនេះឥដ្ឋ20ជុំវិញទាំងអស់ទាំងចង្ក្រានបាយក៏ឥដ្ឋ20ដែរអញ្ចឹងខ្ញុំសូមវល់កន្លែងទទួលភ្ញៀវសាច់ក្នុងនេះនៅសល់ប៉ុន្មានដែរចាំមើលបាទកន្លែងទទួលភ្ញៀវនៅសល់ទទឹង5ម៉ែត្រ10សាច់ក្នុងហើយនឹងបណ្ដោយរបស់វាគឺបណ្ដោយ7ម៉ែត្រចំណែកបន្ទប់គេងវិញយើងបកមកជ្រុងនេះទៅដល់ជ្រុងនេះមានប្រវែង3ម៉ែត្រ9ចំណែកខាងនេះ3ម៉ែត្រ9ដែរបាទបន្ទប់គេងនេះគឺ3ម៉ែត្រ9គុណឲ្យ3ម៉ែត្រ9ចំណែកបន្ទប់ទទួលភ្ញៀវនេះគឺ7ម៉ែត្រគុណឲ្យ5ម៉ែត្រ10ចំណែកយើងមកមើលផ្លូវដើរវិញផ្លូវដើរយើងវាស់ពីនេះគឺផ្លូវដើរយើង1ម៉ែត្រ10យើងចូលទៅក្រោយជណ្ដើរនេះយើងយកទទឹង1ម៉ែត្រហើយយើងមានបន្ទប់ទឹកនៅខាងក្រោមជណ្ដើរនេះបន្ទប់ទឹកខាងក្រោមជណ្ដើរនេះមួយដែរ
បាទអញ្ចឹងជាន់ក្រោមនេះយើងមានបន្ទប់គេងមួយបន្ទប់ទឹកមួយចក្រានបាយហើយនិងកន្លែងទទួលភ្ញៀវឥឡូវសូមនាំអារម្មណ៍បងប្អូនទៅមើលផ្នែកជាន់ទី1វិញឥឡូវយើងឡើងមកដល់ជាន់ទី1បងប្អូននេះយើងមានផ្លូវដើរនេះគឺទំហំដូចជាន់ខាងក្រោមដែរហើយយើងមានបន្ទប់គេងមួយហើយផ្លូវដើរនេះយើងចូលទៅមានទ្វារចូលបន្ទប់មេគ្រួសារមួយហើយយើងមានបន្ទប់ទឹក2បន្ទប់ទឹកខាងនេះចូលតាមបន្ទប់មេគ្រួសារនេះចូលពីនេះទៅចំណែកបន្ទប់ទឹកនេះគឺចូលពីបន្ទប់នេះទៅបន្ទប់មេគ្រួសារនេះគឺធំទូលាយបងប្អូនឥឡូវជំនួសខ្ញុំវាស់ទំហំឲ្យទំហំរបស់បន្ទប់នេះគឺ4.8 ម៉ែត្របងប្អូន4.8 ម៉ែត្រគុណឲ្យទទឹងនេះគឺ5 ម៉ែត្រ5 ម៉ែត្រ 10ដូចជាន់ខាងក្រោមដែរហើយយើងមាន S20 ជុំវិញដូចគ្នាអញ្ចឹងនៅសល់5 ម៉ែត្រ 10ហើយខ្ញុំវាស់ឲ្យត្មងទៅនេះបងប្អូន5 ម៉ែត្រ 10ចំណែកបន្ទប់ទឹកនេះវិញយើងយកទទឹង1 ម៉ែត្រ 30បណ្ដោយ1 ម៉ែត្រ 83ប៉ុណ្នេះគឺសមល្មមប្រើប្រាស់បន្ទប់ទឹកពីរនេះគឺទំហំប៉ុនគ្នាបងប្អូនចំណែកបន្ទប់នេះវិញនៅសល់ទំហំប៉ុន្មានដែរជួយខ្ញុំវាស់ឲ្យ4 ម៉ែត្រ 7បងប្អូន4 ម៉ែត្រ 7គុណឲ្យ3 ម៉ែត្រ 78បងប្អូនខ្ញុំវាស់ទំហំនេះដើម្បីឲ្យបងប្អូនងាយស្រួលមើលថាទំហំបន្ទប់នេះទំហំប៉ុន្មានហើយបន្ទប់មេគ្រួសារនេះទំហំប៉ុន្មានដើម្បីឲ្យបងប្អូនបានជាគំនិតគឺថាទំហំប៉ុណ្ណឹងអាចសមល្មមសម្រាប់បងប្អូនឬក៏អត់ឬក៏បងប្អូនចង់កែទំហំទៅតាមបងប្អូនចង់បានក៏បាននេះគ្រាន់តែជាគំនិតចឹងហើយបានជាខ្ញុំព្យាយាមវាស់ទំហំបន្ទប់ខាងក្នុងបន្ទប់ទឹកអីហ្នឹងឲ្យបងប្អូនមើលបាទយើងសរុបមកជាន់ទី1នេះគឺមាន2បន្ទប់ហើយនិងបន្ទប់ទឹកបន្ទប់គេង2បន្ទប់ទឹក2ហើយយើងឡើងទៅជាន់ខាងលើយើងឡើងមកលើមកមានច្រកទ្វារចេញមួយមកហើយមាននេះគឺគម្របជណ្ដើរហើយមានបង្កាន់ដៃតែនេះយើងរៀបឥត20ជុំវិញជាបង្កាន់ដៃតែម្ដងហើយខាងមុខនេះក៏ឥត20ដូចគ្នាដែរហើយនេះផ្ទះនេះដែរគឺយើងចាក់សសរឲ្យហើយតែម្ដងទៅបងប្អូនមកឲ្យពិបាកថ្ងៃក្រោយតសសរឡើងទៅលើហ្នឹងវាមានការបុកបំបែកឬក៏លាបថ្នាំចាក់បេតុងថ្មីចូលទៅវាធ្វើប្រឡាក់ជញ្ជាំងរបស់យើងអញ្ចឹងយើងគួរតែចាក់ទុកឲ្យហើយអញ្ចឹងទៅមុខទៀតបងប្អូនចង់ធ្វើដំបូលអីគឺងាយស្រួលវាអត់ប៉ះពាល់អ្វីទៀតទេគឺគ្រាន់តែផ្សារដៃធ្វើដំបូលទៅគឺរួចរាល់ហើយបាទហើយវីដេអូនេះមានតែប៉ុណ្ណេះទេបងប្អូនសូមអរគុណបងប្អូនដែលបានចូលទស្សនាហើយបើបងប្អូនចង់ឲ្យខ្ញុំបានធ្វើវីដេអូជាលក្ខណៈផ្ទះដែលបងប្អូនគម្រោងនឹងធ្វើឬក៏បងប្អូនចង់ធ្វើហ្នឹងគឺអាច comment ឲ្យខ្ញុំអាចធ្វើជាវីដេអូជូនបានខ្ញុំនៅមានម៉ូដផ្ទះច្រើនទៀតបងប្អូនដែលនឹងត្រូវបង្ហាញជូនបងប្អូនតែសំខាន់គឺមានពើឬក៏អត់បើមានពើច្រើនខ្ញុំធ្វើជូនបងប្អូនទស្សនាឲ្យបានច្រើនបាទសូមអរគុណសម្រាប់បងប្អូនដែលបានចូលទស្សនាវីដេអូនេះហើយសូមជួយចុច like និង subscribe ឲ្យ channel ខ្ញុំបាទផងបាទសូមអរគុណច្រើនសូមជម្រាបលា